បាទសូមស្វាគមន៍សម្រាប់ការចូលមកកាន់នៅ Channel Learning Techno បាទថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកគ្នាទាក់ទងទៅនឹងការប្រើប្រាស់រូបមន្តថ្មីមួយទៀតដែលរូបមន្តថ្មីនេះគឺយើងមានតែនៅក្នុងMicrosoft Word 2024ទេបើ version ក្រោមនោះក៏អត់មានដែរអ្នកគ្នាណាហើយនេះគឺជារូបមន្តមួយដែលគេហៅថា VStack បាទបន្ទាប់ពីបានមើលនៅវីដេអូរបស់ខ្ញុំដែលបានធ្វើនៅវីដេអូមុនទាក់ទងទៅនឹងការប្រើប្រាស់រូបមន្ត SAMFS ហ្នឹងបាទអញ្ចឹងអានេះយើងទៅប្រើប្រាស់រូបមន្តថ្មីមួយទៀតបាទដែលអឺបាទទើបតែមាននៅក្នុងMicrosoft Excel 2024នេះទេបាទគឺរូបមន្ត VStack បាទតោះឥឡូវយើងទៅមើលពីវិធីសាស្ត្រនៃការធ្វើទាំងអស់គ្នាបាទអញ្ចឹងទាក់ទងទៅនឹងរូបមន្ត VStack នេះគឺជាការទាញតារាងជាច្រើនមកគុំគ្នាទៅលើតារាងតែមួយចឹងទៅឬក៏ដើម្បីបង្កើតតារាងតែមួយឧទាហរណ៍ថាឥឡូវខ្ញុំមានជាទិន្នន័យតារាងបែបនេះបាទអញ្ចឹងខ្ញុំចង់ធ្វើការទាញបាទចង់ធ្វើការទាញតារាងនេះឬក៏បញ្ជីឈ្មោះនេះឲ្យចូលទៅក្នុងកន្លែងនេះចោះបាទឧទាហរណ៍ថាឥឡូវខ្ញុំបង្កើតឡើងនេះខ្ញុំដាក់ថាលេខរៀងបាទ n បាទ n0 មកបាទខ្ញុំដាក់ឈ្មោះភេទថ្ងៃខែកំណើតទៅថ្ងៃខែឆ្នាំកំណើតថ្ងៃខែថ្ងៃវាខុសថ្ងៃខែឆ្នាំកំណើតខែឆ្នាំកំណើតបាទអញ្ចឹងកន្លែងនេះខ្ញុំដាក់លេខធម្មតាមកអ្នកនេះណាបាទដាក់លេខខ្ញុំដាក់លេខជាលេខរៀងធម្មតាមកបាទហើយទៅទៀតខ្ញុំចង់បានឈ្មោះបាទខ្ញុំចង់បានភេទបាទហើយខ្ញុំចង់បានថ្ងៃខែឆ្នាំកំណើតមកនៅលើនេះបាទអញ្ចឹងនៅក្នុងនេះដោយសារខ្ញុំមានជាគេហៅថានេះមួយអូដាក់មកចិត្តគ្នានេះណាបាទស្រួលរកស្រួលមើលបាទអញ្ចឹងកន្លែងនេះដោយសារឈ្មោះនៅផ្សេងតកូលនៅផ្សេងភេទនៅផ្សេងអញ្ចឹងទៅបាទខ្ញុំធ្វើការអាចប្រើប្រាស់រូបមន្តមួយទៀតតាក់ទងទៅនឹងការផ្គុំបាទការផ្គុំ cell ពីរនេះបញ្ចូលគ្នាទៅជា cell តែមួយបាទទិន្នន័យ2 cell ផ្សេងនេះនៅក្នុង cell តែមួយយើងអាចប្រើរូបមន្តមួយឈ្មោះថាស្មើ concatenate បាទ concatenated បាទ concatenated បាទ concatenate មកបាទអញ្ចឹងខ្ញុំយកជាtext 1បាទ text 1គឺសំដៅទៅលើ cell ដែលផ្ទុកដំណើរតម្លៃជាអក្សរនៅក្នុង cell ណាមួយចឹងមកក្បៀសមកហើយខ្ញុំដាក់សញ្ញាថ្មីកណ្ដុរនេះមានន័យថាយើងចង់ភ្ជាប់ជាលក្ខណៈសញ្ញាដកបើសិនជាយើងអត់បានដាក់ទេយើងដក clear ចេញទេអ្នកនេះណាយើងដក clear ចេញទេអញ្ចឹងខ្ញុំដើម្បីដក clear ចេញខ្ញុំត្រូវដាក់សញ្ញាថ្មីកណ្ដុរឬក៏ហៅថា double quote ហ្នឹងហើយខ្ញុំដក clear បន្តិចមកបាទហើយខ្ញុំដាក់សញ្ញាបិទសញ្ញាថ្មីកណ្ដុរទៅវិញខ្ញុំដាក់ក្បៀសបាទហើយខ្ញុំត្រូវធ្វើការ select នៅ text ទី3អត់សំទោស text ទី2បាទអញ្ចឹង text ទី2ឈ្មោះកន្លែងជាកន្លែងឈ្មោះហ្នឹងទៅហើយខ្ញុំ enter មកខ្ញុំឃើញថាអូខេយើងបាននៅឈ្មោះនិងតកូលចូលគ្នានៅក្នុង cell តែមួយបាទអញ្ចឹងខ្ញុំអូសមកបាទវានឹងធ្វើការបង្ហាញទាំងអស់នៅតកតងទៅនឹងរូបមន្តហ្នឹងវាអត់មែនត្រឹមតែរោជាហៅថា2ទេអ្នកនេះណាបើសិនជាអ្នកនេះមាន3អ្នកនេះមានឈ្មោះមានអីហោហែទៀតមកអ្នកនេះជាប់គ្នាទៀតបាននៅក្នុងកន្លែងនេះណាយើងអាចជាប់ថែមទៀតបានបាទយើងចង់ភ្ជាប់ឧទាហរណ៍ប្តីចុះណាបាទចេញមិនថាវាចេញជាតាមនេះទៅ3 4 5អ្នកនេះណាយើងភ្ជាប់ប្រមាណក៏បានដែរអញ្ចឹងខ្ញុំមានខ្ញុំត្រូវការតែ2ទេខ្ញុំលុបចោលហើយខ្ញុំចូលទៅ2ហ្នឹងហើយបន្តមកទៀតបើសិនជាយើងទាញទៅតារាងនោះច្បាស់ណាស់ថាជាវាទៅជារូបមន្តឬក៏ជាលក្ខខណ្ឌណាមួយអញ្ចឹងដើម្បីផ្ដាច់អ្នកនេះ select លើវាមកខ្ញុំចុច Ctrl C ឬក៏យើងចុច mouse ស្ដាំយកពាក្យថា copy ហើយយើងចុច mouse ស្ដាំយើង paste ជាទម្រង់នៃ value បាទអញ្ចឹងតែជា value ទៅវាទៅជាតួអក្សរណានេះណាបើទៅជាតួអក្សរអញ្ចឹងនៅពេលដែលវាទៅជាតួអក្សរហើយយើងអាចធ្វើការទាញបានស្រួលណាបាទអញ្ចឹងកន្លែងនេះ Fade Progress ខ្ញុំ Ctrl C មកខ្ញុំ Ctrl V ដាក់ឡើងនេះមកបាទហើយនឹងថ្ងៃខែឆ្នាំកំណើតខ្ញុំមូដាក់ឡើងនេះបាទខ្ញុំមូដាក់ឡើងនេះមកសាមញ្ញខ្ញុំលុបចោលខ្ញុំមិនត្រូវការនៅក្នុងកន្លែងហ្នឹង
បាទអញ្ចឹងខ្ញុំបានជាទម្រង់បែបនេះមួយបាទខ្ញុំបានជាហៅថាតារាងបែបនេះមួយបាទអញ្ចឹងខ្ញុំ select ចេញមកខ្ញុំបង្កើតវាទៅជាតារាងមួយអញ្ចឹងបើសិនជាក្នុងករណីដែរអ្នកនរធ្វើការទាញចូលយើងមិនបាច់ជាតារាងក៏បានដែរអត់ជាបញ្ហាណានេះណាតែគាត់ខ្ញុំដាក់ជាតារាងទៅឲ្យវានេះស្អាតទៅឧទាហរណ៍ថាឥឡូវយើងមានប៉ុណ្ណេះប៉ុន្តែស្រាប់តែប៉ុណ្ណេះនៅតារាងផ្សេងនៅកន្លែងផ្សេងហ្នឹងទៅបាទហើយឬក៏ប៉ុណ្ណេះទៀតហ្នឹងទៅនៅកន្លែងផ្សេងគ្នាចឹងទៅអ្នកនេះណាខ្ញុំខ្ជិលដាក់នេះខ្ញុំខ្ជិលដាក់នៅកន្លែងនេះយកបាក់សេរីឬក៏ហើយដាក់នៅកន្លែងនេះក៏បានជាបញ្ហាទៀតណាបាទឧទាហរណ៍ថាឥឡូវដាក់នៅកន្លែងនេះចុះណាបាទអញ្ចឹងខ្ញុំគ្រាន់តែសេរីនេះឲ្យវាស្អាតចឹងទៅបានហើយបាទអញ្ចឹងឧទាហរណ៍ថាកន្លែងនេះនៅក្នុង cell ផ្សេងអីក៏បាននៅក្នុង sheet ផ្សេងនេះក៏បានអត់បញ្ហាទេអ្នកណាបាទអញ្ចឹងទោះបីនៅក្នុងcell បាទនៅក្នុង Excel នៅក្នុង Excel ផ្សេងក៏បាននៅក្នុង worksheet ផ្សេងក៏បានអត់ជាបញ្ហាណាបាទអញ្ចឹងខ្ញុំចង់ធ្វើការទាញទាំង3តារាងនេះណាបាទខ្ញុំចង់ធ្វើការទាញទាំង3តារាងនេះឲ្យមកនៅក្នុងបាទតារាងតែមួយខ្ញុំចង់ឈ្មោះ page និងថ្ងៃខែឆ្នាំកំណើតបាទតែឥឡូវខ្ញុំទៅបង្កើតជាតារាងសិនមកបង្កើតក៏បានណានេះមិនបាច់ទាន់បង្កើតក៏បានអីទេណាបាទអញ្ចឹងខ្ញុំទៅប្រើប្រាស់រូបមន្តមួយឈ្មោះថា vstack បាទស្មើ vstack បាទអញ្ចឹង vstack នេះមានតែនៅក្នុង Excel 2024ទេអ្នកនេះណាបាទអញ្ចឹងខ្ញុំបើកវងចប់មកខ្ញុំទៅធ្វើការ select នៅ array បាទ array table មួយមកឧទាហរណ៍ថាឥឡូវខ្ញុំទៅ select នៅ array table នេះហើយខ្ញុំដាក់សញ្ញាក្បៀសតំទៀតគេឲ្យយើង select ទៅលើបាទ array table 2ហើយខ្ញុំចុចឡើងមួយទៀតមកក្បៀសមកហើយខ្ញុំចង់បានតារាងមួយទៀតបាទខ្ញុំក្បៀសមួយទៀតខ្ញុំ enter មកយើងបានតារាងសរុបរួមទាំងមូលចឹងទៅនៅក្នុងកន្លែងនេះបាទអញ្ចឹងដល់ពេលដែលយើងបានហើយយើងអាចធ្វើការបង្កើតបាទខ្ញុំដាក់ទៅជាតារាងមកហើយខ្ញុំធ្វើការដូរពុម្ពអក្សរបាទខ្ញុំដាក់ពុម្ពអក្សរខ្មែរឲ្យសៀមរាបហ្នឹងទៅឧទាហរណ៍ថាខ្មែរឲ្យសៀមរាបអូខេខ្មែរលឿនពេកបាទគេខ្មែរឲ្យសៀមរាបហ្នឹងមកបាទហើយខ្ញុំកន្លែងនេះខ្ញុំដាក់តម្រឹមកដាលមកស្អាតនេះណាបាទកន្លែងនេះខ្ញុំអាចដាក់តម្រឹមកដាលដែរទៅបាទអញ្ចឹងកន្លែងនេះខ្ញុំដាក់តម្រឹមកដាលសិនទៅខ្ញុំដូរដល់ក្រោយបាទអញ្ចឹងកន្លែងនេះយើងអាចដាក់ជាមកឲ្យសៀមរាបដែរមកបាទគេដាក់មូលឡាយមកបាទចឹងនេះចឹងយើងបានលទ្ធផលបែបហ្នឹងណានេះណាបាទអញ្ចឹងឡើយនេះខ្ញុំ select មកខ្ញុំ double click មកអូខេ double click មកទៀតមកបាទអញ្ចឹងមានថាខ្ញុំបានតារាងបែបនេះបាទដែលខ្ញុំទាញចេញពី3តារាងផ្សេងគ្នាស្រាប់តែខាងក្រៅនេះគាត់ចង់ដូរឈ្មោះអញ្ចឹងឧទាហរណ៍ថាទៅជាឈ្មោះអីផ្សេងទៅឧទាហរណ៍ថាឆាយរតនៈអញ្ចឹងទៅបាទអញ្ចឹងខ្ញុំសេឆាយរតនៈអញ្ចឹងទៅបាទវានឹងធ្វើការ update ទៅលើបាទតារាងមួយដែរអញ្ចឹងកន្លែងនេះអ្នកនេះអាចធ្វើការបង្កើតទៅជាតារាងទិន្នន័យមួយមានថាដល់ពេលយើងបញ្ចូលកន្លែងណាមួយវានឹងរត់មកកាន់កន្លែងហ្នឹងអញ្ចឹងទៅហើយយើងនឹងអាចប្រើប្រាស់នៅរូបមន្តផ្សេងៗទៀតដើម្បីធ្វើការ filter ឲ្យវាចេញជាលទ្ធផលផ្សេងៗហ្នឹងទៅបាទឧទាហរណ៍ថាក្រុមហ៊ុនយើងមានសាខា2 3អញ្ចឹងទៅហើយបុគ្គលិកធ្វើការបញ្ចូលទិន្នន័យមកអ្នកអាចធ្វើការបែងចែកនេះគឺសម្រាប់ក្រុមហ៊ុន brand A សាខា B សាខា C អញ្ចឹងទៅដល់ពេលគាត់បញ្ចូលមកវានឹងធ្វើការ restack ចូលឬក៏យើងហៅទាញតារាងទាំងអស់នោះចូលគ្នាជាមកប្លុកមកប៉ុន្តែដោយចែកយើងអាចដាក់លក្ខខណ្ឌថាឲ្យគាត់បំពេញទៅ brand A សាខា A សាខា B សាខា C អញ្ចឹងទៅបាទយើងអាចកំណត់ជាលក្ខខណ្ឌបែបហ្នឹងបាទនេះគឺជាការប្រើប្រាស់រូបមន្តvstack ដើម្បីធ្វើការទាញតារាងច្រើនមិនមែនតែ3អស់នេះណាប្រហែលក៏បានដែរចូលមកក្នុងតារាងតែមួយដែលយើងមិនបាច់ចាំ copy បាទសូមជួយចុច subscribe និងចុចរូបកណ្ដឹងដើម្បីទទួលបាននូវវីដេអូថ្មីៗបន្តទៀតសូមអរគុណសូមជម្រាបលា